មតិសាធារណជននិងអ្នកវិភាគគាំទ្រឲ្យកម្ពុជារក្សាជំហរប្តឹងរឿងព្រំដែនទៅកាន់តុលាការអន្តរជាតិបើទោះបីជាភាគីថៃបង្ហាញជំហរចរចាដោះស្រាយបញ្ហាព្រំដែនដោយប្រើយន្តការទ្វេភាគីដែលមានស្រាប់ជាជាងតទល់គ្នានៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រដ្ឋាភិបាលថៃនៅព្រឹកថ្ងៃទី4ខែឧសភានេះបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងផែនការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជារឿងព្រំដែនទាំង4ចំណុចរួមមានប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំតាក្របីនិងតំបន់មុំបីនៅក្នុងសេចក្តីថ្លែងការណ៍នេះរដ្ឋាភិបាលថៃចង់ត្រឹមចរចាដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគីដែលប្រើយន្តការគណៈកម្មាធិការព្រំដែនចម្រុះនិងគណៈកម្មការព្រំដែនទូទៅភាគីកម្ពុជានិងភាគីថៃបានយល់ព្រមគ្នាលើការស្នើជួបប្រជុំនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី14ខែមិថុនានេះចំពោះព្រឹត្តិការណ៍ផ្ទុះអាវុធនៅមុំបីនៃស្រុកចុងខ្សានខេត្តព្រះវិហារកាលពីថ្ងៃទី28ខែឧសភាថៃបន្តអះអាងថាពួកគេគ្រាន់តែបាញ់ការពារខ្លួនខណៈដែលកម្ពុជាថ្កោលទោសការបាញ់ប្រហារនេះដែលបណ្ដាឲ្យទាហានខ្មែរម្នាក់ស្លាប់នៅថ្ងៃទី1ខែមិថុនាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសថាកម្ពុជានឹងលើកយកបញ្ហាព្រំដែនទៅជជែកនៅក្នុងកិច្ចប្រជុំទ្វេភាគីនៅចុងសប្តាហ៍ក្រោយនេះប៉ុន្តែនៅថ្ងៃទី2ខែមិថុនាលោកបានសម្រេចចិត្តថ្លែងប្រាប់ទៅសមាជនៃសភានិងព្រឹទ្ធសភាថាកម្ពុជានឹងប្តឹងទៅ ICJ បើទោះបីជាថៃចង់ឬមិនចង់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនប្រធានព្រឹទ្ធសភាគាំទ្រការយកបញ្ហានេះទៅកាន់តុលាការ ICJ ដោយលោកលើកឡើងថាភាគីថៃនិងកម្ពុជាមានអនុស្សរណៈនៃការយោគយល់គ្នាតាំងតែពីឆ្នាំ2000មកម្លេះប៉ុន្តែរយៈពេលជិត25ឆ្នាំមកនេះមិនមានលទ្ធផលជាដុំកំភួនកើតចេញពីអនុស្សរណៈនេះនោះឡើយក្រៅតែពីដាវរុករកបង្គោលបានបន្តិចបន្តួចសម័យរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី2ខែមិថុនាបានចេញញត្តិគាំទ្រការប្តឹងបញ្ហាព្រំដែនទៅកាន់តុលាការ ICJ នៅលើបណ្ដាញសង្គមឯនេះវិញមនុស្សជាច្រើនបានបង្ហាញការគាំទ្រឲ្យយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិដោយអ្នកខ្លះបដូរ profile ដែលមានសរសេរថាគាំទ្រការយកបញ្ហានេះទៅកាន់តុលាការលោកយ៉ងពើអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថាកម្ពុជាមិនអាចដើរថយក្រោយដោយការចរចារកដំណោះស្រាយនោះទេហេតុនេះត្រូវប្តឹងទៅកាន់ ICJ ដើម្បីឲ្យមានភាពច្បាស់លាស់ព្រោះថៃនៅតែចិញ្ចឹមចិត្តរំលោភយកទឹកដីកម្ពុជាជាច្រើនដងលោកថាកម្ពុជាមិនអាចយល់ស្របតាមភាគីថៃតាមការលួងលោមឬវិធីការទូតណាមួយហើយបែរជាដកថយនោះទេម្យ៉ាងកងទ័ពគាត់និយាយបែបក៏ក្លឿនថាគាត់មិនប្រើផែនទីបារាំងសៀមទេគាត់ប្រើផែនទីដែលគាត់គូសអញ្ចឹងប្រសិនបើរដ្ឋាភិបាលមិនប្តឹងទេមានន័យថាស្របនឹងផែនទីនៃពួកយោធាគូសដោយខ្លួនឯងយើងស្របម្ដងហ្នឹងលើកក្រោយគាត់នឹងគូសផែនទីវាទីយកទៀតគាត់មិនបញ្ឈប់មហិច្ឆតាទេដូច្នេះគឺរាជរដ្ឋាភិបាលថៃប្រកាសថាចរចាទ្វេភាគីប្រើយន្តការ JVC ស្អីណានៃកិច្ចការចម្រុះកិច្ចការព្រំដែននេះជារឿងរបស់គាត់ប៉ុន្តែកម្ពុជាត្រូវរក្សាសិទ្ធិក្នុងការពារដែនអធិបតេយ្យជាតិរបស់ខ្លួនតាមច្បាប់អន្តរជាតិពីព្រោះចំនួនជាតិ2ជាតិសាសន៍ដើម្បីអាចទៅរួចគឺត្រូវតែយកច្បាប់អន្តរជាតិយកមកដោះស្រាយ